សម្រាប់ត្រួយកន្ទូតមកនេះគឺពុកម៉ែបងប្អូនខ្មែរភាគច្រើនគឺច្រើនតែយកទៅធ្វើជាលបោយនំបញ្ចុកឬក៏បញ្ឆាវដល់ឡែកថ្ងៃនេះខ្ញុំបាទនឹងយកត្រួយកន្ទូតមកនេះយកទៅស្លមិចជាមួយនឹងផ្លែល្ហុងឲ្យមានរសជាតិឈ្ងុយឆ្ងាញ់ថាតើសម្លម្ជូរត្រួយកន្ទូតមិចជាមួយផ្លែល្ហុងរបស់ខ្ញុំបាទនេះមានរសជាតិឆ្ងាញ់យ៉ាងណានិងវិធីធ្វើយ៉ាងណាសូមនាំប្រំពុកម៉ែបងប្អូនទាំងគ្នាមកទស្សនាអំពីវិធីធ្វើនិងវិធីផ្សំគ្រឿងរបស់ខ្ញុំបាទនេះដូចតទៅជំហានដំបូងគឺយើងធ្វើការបេះស្លឹកកន្ទូតតែម្ដងទៅពុកម៉ែបងប្អូនហើយខ្ញុំសូមបញ្ជាក់ជូនសម្រាប់ស្លឹកកន្ទូតដែរគឺជាស្លឹកកន្ទូតស្រុកទេពុកម៉ែបងប្អូនហើយពុកម៉ែបងប្អូនមួយចំនួនមានឆ្ងល់ទេថាហេតុអ្វីបានជាសម្បកកន្ទូតគឺពុលចំណែកស្លឹកនិងផ្លែកន្ទូតគឺអត់ពុលចំណុចត្រង់នេះខ្ញុំបានអត់យល់ដែរបើសិនជាពុកម៉ែបងប្អូនណាដឹងសូមមេត្តាធ្វើការខមមិននៅខាងក្រោមផងសម្រាប់ស្លឹកកន្ទូតនេះផងដែរគឺខ្ញុំបានធ្វើការបេះយកតែស្លឹកកន្ទូតខ្ចីៗទៅពុកម៉ែបងប្អូនលក្ខណៈត្រួយកន្ទូតហើយកន្ទូតនេះដែរគឺវាលាស់តែនារដូវមានរដូវភ្លៀងធ្លាក់ម្ដងម្កាលទេពុកម៉ែបងប្អូនមិនមែនលាស់គ្រប់រដូវទេគឺខ្ញុំបានធ្វើការបេះយកតែត្រួយកន្ទូតទេព្រមទាំងបន្លែនិងគ្រឿងផ្សំមួយចំនួនគឺខ្ញុំបានប្រមូលមកជុំគ្នាអស់ហើយដើម្បីនឹងធ្វើការផ្សំគ្រឿងស្លចែកជូនពុកម៉ែបងប្អូនទស្សនាកម្សាន្តតែម្ដងគឺដូចតែពុកម៉ែបងប្អូនបានឃើញក្នុងវីដេអូនេះចឹងគឺមានដូចជាឆ្អឹងចំណីនិងសាច់ជ្រូកខ្ញុំបានធ្វើការកាប់ជាដុំតូចល្មមចំណែកផ្លែល្ហុងវិញគឺខ្ញុំបានធ្វើការចិតជាចង្វាមូលតូចល្មមនេះដូចក្នុងវីដេអូខ្ញុំបានបង្ហាញអញ្ចឹងព្រមទាំងត្រួយកន្ទូតដែលយើងទើបតែបេះពីដើមថ្មីចំណែកគ្រឿងផ្សំវិញក៏មានអីច្រើនដែរពុកម៉ែបងប្អូនគឺមានដូចជាប្រហុកដែលយើងបានច្រាំរួចស្រេចមើមរំដេងគល់ស្គ្រីខ្ទឹមសម្ទេសស្លឹកក្រូចសើចអំពិលទុំនិងម្សៅរមៀតឥឡូវនេះផងដែរឃើញថាទាំងគ្រឿងផ្សំគោលគ្រឿងផ្សំទម្សំខ្ញុំបានជម្រាបជូនពុកម៉ែបងប្អូនហើយជាបន្តសូមវាយរំពុកម៉ែបងប្អូនទាំងគ្នាមកទស្សនាអំពីវិធីផ្សំគ្រឿងរបស់ខ្ញុំបាទវិញម្ដងឃើញតែឆ្នាំងប្រេងឆារបស់យើងគឺក្តៅល្មមគឺយើងធ្វើការរំលាយខ្ទឹមសបន្ទាប់ពីខ្ទឹមសរបស់យើងឡើងក្លិនឈ្ងុយផងនោះគឺយើងធ្វើការបន្ថែមនៅគ្រឿងទេសរបស់យើងជាបន្ទាប់នោះគឺមានដូចជាមើមរំដេងគល់ស្គ្រីស្លឹកក្រូចសើចនិងម្ទេសព្រមទាំងម្សៅរមៀតគឺយើងធ្វើការរំលាយជាបន្តទៀតដើម្បីឲ្យគ្រឿងរបស់យើងគឺឡើងក្លិនកាន់តែឈ្ងុយបន្ទាប់ពីគ្រឿងរបស់យើងឡើងក្លិនឈ្ងុយល្មមមកគឺយើងធ្វើការចាក់នៅប្រហុកចិញ្ច្រាំរបស់យើងចូលតែម្ដងទៅបន្ទាប់មកយើងធ្វើការរំលាយគ្រឿងរបស់យើងជាបន្តទៀតដើម្បីឲ្យគ្រឿងរបស់យើងទាំងបានឲ្យសព្វគ្នាព្រមទាំងក្លិនកាន់ឈ្ងុយផងដែររួចហើយយើងធ្វើការបន្ថែមនៅអំពិលទុំម្សៅល្មមជំហានបន្ទាប់គឺយើងធ្វើការរំលាយគ្រឿងរបស់យើងជាបន្តដើម្បីឲ្យគ្រឿងរបស់យើងទាំងបានឲ្យមានក្លិនកាន់តែឈ្ងុយបន្ទាប់ពីគ្រឿងរបស់យើងមានក្លិនកាន់តែឈ្ងុយផងនោះគឺយើងធ្វើការចាក់សាច់ជ្រូករបស់យើងចូលតែម្ដងទៅហើយពេលស្កាត់ការរបស់យើងជាបន្ទាប់គឺយើងនៅតែបន្តការកូរត្រឡប់ចុះត្រឡប់ឡើងបន្តិចទៅដើម្បីឲ្យគ្រឿងរបស់យើងទាំងបានគឺសព្វគ្នាល្អជាមួយសាច់ជ្រូកនឹងឯងព្រមទាំងធ្វើសាច់ជ្រូករបស់យើងរៀបស្លោកបន្តិចផងដែររួចហើយយើងធ្វើការបន្ថែមនៅគ្រឿងទេសរបស់យើងនោះគឺមានដូចជាអំបិលក្រួសប៊ីចេងនិងស្ករសជំហានបន្តយើងធ្វើការកូរត្រឡប់ចុះត្រឡប់ឡើងបន្តិចទៅដើម្បីឲ្យគ្រឿងរបស់យើងទាំងបានគឺសព្វគ្នាល្អជាមួយនឹងគ្រឿងយើងអ្នកមុនគ្រឿងយើងអ្នកក្រោយហ្នឹងរួចហើយយើងធ្វើការគ្របមួយរំពុះដើម្បីនឹងយកទឹកប្រៃបន្ទាប់ឆ្លងកាត់មួយរំពុះនេះទៅឃើញថាសម្លម្ជូររបស់ខ្ញុំបាទនេះគឺចេញទឹកប្រៃម្សៅល្មមផងដែរបន្ទាប់មកយើងធ្វើការចាក់ទឹកចូលម្សៅល្មមទៅរួចហើយយើងធ្វើការគ្របមួយរំពុះបន្ទាប់ពីឆ្លងកាត់មួយរំពុះនេះទៅឃើញថាសម្លម្ជូររបស់ខ្ញុំបាទគឺឆ្អិនបាន 80% ពុកម៉ែបងប្អូនគឺខ្ញុំបានធ្វើការភ្លក់មើលថាតើរសជាតិត្រូវតាមក្បួនខ្នាតនៅបើសិនរសជាតិអូខេហើយគឺខ្ញុំធ្វើការដាក់បន្លែចូលតែម្ដងសម្រាប់បន្លែគឺខ្ញុំបានធ្វើការដាក់ជាបន្លែល្ហុងមុនពុកម៉ែបងប្អូនដោយសារល្ហុងវាមិនងាយនឹងឆ្អិនពុកម៉ែបងប្អូនខ្ញុំបានធ្វើការចាក់បន្លែល្ហុងចូលរួចហើយយើងធ្វើការកូរមកត្រឡប់ពីត្រឡប់ទៅបន្ទាប់មកយើងធ្វើការគ្របមួយរំពុះបន្ទាប់ពីឆ្លងកាត់មួយរំពុះចុងក្រោយទៅឃើញថាទាំងបន្លែផ្លែល្ហុងជាមួយនឹងសាច់ជ្រូករបស់យើងគឺបានឆ្អិនល្អពុកម៉ែបងប្អូនខ្ញុំបានធ្វើការកូរមកត្រឡប់ពីត្រឡប់អីចឹងទៅបន្ទាប់មកខ្ញុំបានធ្វើការចាក់បន្លែកូនពៅគឺមានជាត្រួយកន្ទូតនឹងឯងពុកម៉ែបងប្អូនរួចហើយយើងធ្វើការកូរមកត្រឡប់ពីត្រឡប់អីចឹងទៅពុកម៉ែបងប្អូនយើងធ្វើការកូរបន្តិចទៅប្រហែលជាខ្ទង់2នាទីអីហ្នឹងគឺធ្វើឲ្យត្រួយកន្ទូតរបស់យើងគឺបានឆ្អិនល្អតែម្ដងពុកម៉ែបងប្អូនបន្ទាប់មកខ្ញុំបានធ្វើការដួសអាចារ្យដើម្បីយកទៅផ្សារតែម្ដងសម្រាប់ពុកម៉ែបងប្អូនដែលមិនទាន់បានចុច like subscribe សូមកុំភ្លេចធ្វើការចុច like subscribe ជូន channel ខ្ញុំបាទម្នាក់មួយផងដើម្បីជាកម្លាំងចិត្តក្នុងការផលិតចេញវីដេអូដើម្បីចែកជូនពុកម៉ែបងប្អូនទស្សនាកម្សាន្តជារៀងរាល់ថ្ងៃផងដែរហើយក៏សូមអធិស្ឋានរាល់សំឡេងរំខានជាមួយនឹងការអធិប្បាយរួចវីដេអូរបស់ខ្ញុំបាទទាំងមូលនេះមានការរ៉ាត់រូក្នុងចំណុចណាមួយសូមពុកម៉ែបងប្អូនទាំងគ្នាអធិស្ឋានខ្ញុំបាទផងហើយក៏សូមថ្លែងអំណរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានចូលទស្សនាវីដេអូរបស់ខ្ញុំបាទនេះតាំងពីដើមរហូតដល់ចប់ឥឡូវនេះផងដែរឃើញថាមុខម្ហូបធ្វើជារបៀបស្លម្ជូរគ្រឿងជាមួយនឹងបន្លែស្លឹកកន្ទូតលាយជាមួយនឹងបន្លែផ្លែល្ហុងឲ្យមានរសជាតិឆ្ងាញ់ដែរគឺមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនអរគុណច្រើនជម្រាបលាជួបគ្នាវីដេអូក្រោយៗទៀត